កែងឆ្វេងកែងស្ដាំកែងដងនេះថែម2 3ដៃទៀតរបស់ប៉ាសាធំមែនទែនប៉ាសាមិនស្អាតមែនតែលើកនេះរបស់ប៉ាសាស្ដាំច្រាគ្នាឆ្វេងចូលមុខបានពេញពីប៉ាសាគាត់ឆ្វេងមួយទៀតសម្បត្តិបាក់ជាប់យល់ឆ្វេងរបស់ប៉ាសាកែងពេញសម្បត្តិពីដងខ្លួន1 2សៅចម្រៃថ្វាយកោយើងទៅសិនបាញ់ហើយលោតធាក់មកជើងរបស់សម្បត្តិមកដណ្ដើមខ្សែក្រវ៉ាត់កំពូលអ្នកចម្បាំងអូតគូទី3នេះជាគូអន្តរជាតិកម្ពុជារៀរងទឹកទី1ចាប់តាមហើយកំពូលអ្នកចម្បាំងអូតរវាងពេជ្រសម្បត្តិបង្គោលក្រហមរបស់កម្ពុជានិងប៉ាសាអាមីនពួររបស់អ៊ីរ៉ង់បាទពេជ្រសម្បត្តិស្លៀកខោពណ៌ខ្មៅប៉ាសាស្លៀកខោពណ៌ទឹកក្រូចទាត់មកជើងរបស់ប៉ាសាពេជ្រសម្បត្តិដើរចូលទាត់ក្រោមទៀតថយក្រោយបន្តិចបាត់គុំដើរចូលធាក់មកជើងឆ្វេងរបស់ប៉ាសាធាក់ទួទៀតហើយបាទប៉ាសាទាត់មួយទៀតលោកសុំផ្លាប់ពេជ្រសម្បត្តិមិនទាន់ប្រញាប់តបទេតាមទាត់មកជើងវិញតាមដំណើរលើបាំងជាប់ទេទាត់ក្រោមពីប៉ាសាទាត់លើពីប៉ាសាសម្បត្តិចូលគៀដៃចេញនៅបាទតរេដៃទាត់ជើងវិញតែប៉ាសាបកាយកិច្ចប៉ាសាកិច្ចចល័តហើយក៏ជើងស្អិតនឹងទឹកបន្តិចបាទជូតជើងគោះកែងឆ្វេងអើយមានធាក់មានកែងបានល្អគាត់ស្ដាំរង្វង់ព្រះច័ន្ទដូចគ្នាបាទស្ដាំម្ដាយថែមឆ្វេងបុកកែងវិញពីប៉ាសាអើយប៉ាសាកែងស្អាតទាត់មកជើងបាត់ជាប់ធាក់មកជើងថែមពេជ្រសម្បត្តិរកកលារកវិធីសាស្ត្របីអ្នកបណ្ដាធំនេះប្របាទចាប់ជើងបានប៉ាសាក៏ចាប់ជើងបានខាងពេជ្រសម្បត្តិនោះក៏ចាប់ទៅវៀនបានដែរបលែងចេញមកវិញបាទប៉ាសាដល់ពេលថ្លឹងគីឡូឲ្យធំមែនទេដោដៃថែមឆ្វេងថែមស្ដាំរបស់ប៉ាសាពេជ្រសម្បត្តិឃើញផុតលោកឆ្វេងកែងឆ្វេងកែងស្ដាំកែងដងនេះថែម2 3ដៃទៀតរបស់ប៉ាសាពេជ្រសម្បត្តិដើរចូលបុកហើយបាទនៅចរាចរណ៍ប៉ាសាធំមែនទែនប៉ាសាមិនស្អាតមែនតែលើកនេះដួលអគុតញាច់ទៅតែម្ដងបាត់ចូលទៅណាមើលមិនចង់ទួនវិញគាត់បដៃស្ដាំសោកបដៃស្ដាំវិញពីពេជ្រសម្បត្តិដើរចូលប៉ាសាលោកឆ្វេងថែមស្ដាំសម្បត្តិបាត់ចេញវៃកែងប៉ាសាវៃពីដៃទៀតសម្បត្តិបាត់ជាប់សម្បត្តិនៅចរាចរណ៍កែងគួរឆ្វេងរបស់ប៉ាសាស្ដាំច្រាគ្នាឆ្វេងចូលមុខបានពេញពីប៉ាសាគាត់ឆ្វេងមួយទៀតសម្បត្តិបាក់ជាប់យល់ឆ្វេងចាស់ទៅពីពេជ្រសម្បត្តិដោដៃខ្លីសម្លឹងមើលគោលដៅពេជ្រសម្បត្តិចូលសៅស្ដាំទឹកប្រៃថ្វាយការរបស់ប៉ាសាសម្បត្តិនៅចរាចរណ៍កែងបត់កាប់វៃឆ្វេងវិទៅនឹងរួលប៉ាសាអូយមួយស្វិតសម្បត្តិចូលដោយពត់ស្ដាំដៃពត់កែងឆ្វេងកិច្ចផុតបន្តិចអាញាកណ្ដាលអន្តរាគមទាត់ពេលវេលាចាក់ឆ្វេងរបស់ប៉ាសាកែងស្ដាំសម្បត្តិវាយដករួចចូលមួយយូត្រខនចូលពេញធំតើ3ប៉ាសា4ភ្លាមប៉ាសាទូបានចប់ទឹកទេដំបងឲ្យប៉ាសាដេញវៃពេញសម្បត្តិឥឡូវនេះចូលស្រួលរបស់វៃព្រៃមកហើយចុកទឹកមួយទាត់មួយម៉ាត់តាមវៃចូលកែងចាប់ជាប់កិច្ចផុតកែងយកចាប់ខ្លួនជាប់តែម្ដងអូយល្អណាស់បាទពេជ្រសម្បត្តិដើរចូលប៉ាសាឆក់ម្ដាយស្ដាំថែមឆ្វេងសម្បត្តិដើរចូលទឹកឆ្វេងកិច្ចផុតខ្លាក្រាបចប់ទឹកទី1ប៉ាសាចង់គួរត្រជាកម្ពុជារៀរងទឹកទី2រ៉ាវទី2ហើយបងប្អូនអើយមកមើលកបីព្រៃជាមួយនឹងប៉ាសាមកពីរងចាប់ជើងបានលលាក់ផ្លេសទៅវិញកបីព្រៃពេជ្រសម្បត្តិដើរចូលប៉ាសាបាត់កែងខ្លីមួយរហើយមុខធាក់ឆ្វេងពេជ្រសម្បត្តិដេញហើយពេជ្រសម្បត្តិហ្នឹងចូលម្ដាយសងម្ដាយមកម្ដាយពីរដៃវិញរបស់ប៉ាសាពេជ្រសម្បត្តិអត់ញើតមកចូលពេញទេបាទមិនពេញទេណាស្ដាំម្ដាយវិញរបស់សម្បត្តិប៉ាសាដល់ថយតិចចាំមើលផ្លោះវៃពេជ្រសម្បត្តិនេះខ្លីជាងប៉ាសាតែពេជ្រសម្បត្តិចូលគៀបៃខ្វៃគ្នាបន្តិចឆ្វេងចូលមកពេញមួយហើយពីពេជ្រសម្បត្តិទៅលើប៉ាសាដេញតាមវៃឆ្វេងស្ដាំដេញទុកដល់បញ្ជើប៉ាសាដល់ថយអាយ៉ាកដល់ឲ្យចូលយល់ឆ្វេងស្ដាប់ចៃខ្លីសៅស្ដាប់ផែនស្ដាប់របស់សម្បត្តិប៉ាសាដល់ថយប៉ាសាបីសកលគុំពេជ្រសម្បត្តិវៃត្រង់ឆ្វេងឲ្យទឹកឆ្វេងបាត់តែហាមតោងទៅវាទាត់ប្រកួតប៉ាសាធំជាងសម្បត្តិតែប៉ាសាដូចចាញ់ច្រាបសម្បត្តិយ៉ាងណាមិនដឹងទេនេះឥឡូវពេជ្រសម្បត្តិគៀងដល់ជ្រុងផ្ទះទាត់វិញស្ដាំខាងក្រោមទាត់
ម្នាក់ជើងមួយក្រោមមួយលើឆ្វេងតាមថែបទៀតពីពេជ្រសម្បត្តិចូលជា3ដងខ្លួនទុកប្រកែកខ្លីរបស់ប៉ាសាគេចផុតតាម3ដងខ្លួនធំទឹកយ៉ាងណាទៅហើយកែងរបស់ប៉ាសាកែងពេជ្រសម្បត្តិ2ដងខ្លួន1 2សៅតម្រៃថ្វាយការ យើងត្រូវផាន់1 2 តម្រៃថ្វាយការរបស់ពេជ្រសម្បត្តិធ្វើឲ្យប៉ាសាមកផ្លាស់ចូលជាលើកទី2នៅក្នុងទឹកនេះ 7 8 ប៉ាសាថាໄວទៀតតែសូមពាក់ថ្មិញមិនទៅចិនអូយសម្បត្តិតូចមែនតូចតាន់ប៉ាសាធំមែន ប្រកបបន្តផាន់យូ ហងទឹកបន្តិចបាទយើងសម្បត្តិតាមបៃស្ដាំកាត់របស់ប៉ាសាគេផុតធ្វើពីប៉ាសាសើយទៀតហើយដេញតាមសើយផុតស្ដាំបានលោពីប៉ាសាស្ដាប់មួយទៀតរបស់ប៉ាសាបានចូលពេញសម្បត្តិដេញចុះគួរអូមួយអើយបាំងជាប់ទាន់វាយពោះទឹក1 2 3ជប់បកាយទៀតដួលទៀតហើយ យើងត្រូវផាន់1 គប់មួយកែងមកឃុំត្រួយអ្នកប្រដាល់រងប៉ាសា 5 អញ្ញាកដាលរាប់លើកទី2នៅក្នុងទឹកទី2ឆ្លងផុតទៅទេមើលទៅឆ្លងផុតឬអត់ទេប៉ាសាមានពួរ ប្រកួតបន្តផាន់យូ គេសិនបាញ់ហើយលោតធាក់មួយជើងរបស់សម្បត្តិអូមួយជើងចើនពេញដើមទ្រូងអញ្ញាកដាលមិនឲ្យប្រកួតទៀតទេប៉ាសាមានពួរមកពីអរងស្គាល់ហើយថ្មីដៃដ៏ធ្ងន់របស់ពេជ្រសម្បត្តិហើយទីបញ្ចប់គឺពេជ្រសម្បត្តិប្រើសញ្ញាមួយនៅកម្រផ្ដួលគូតស៊ូរបស់ខ្លួនបានគឺហកធាក់បានគាត់ហកធាក់មកជើងចូលពេញចុងដង្ហើមធ្វើឲ្យប៉ាសាស្រុតក្រឹបទៅតែម្ដងនេះយើងមើលរូបភាពបាទយើងមើលរូបភាពដែលពេជ្រសម្បត្តិដេញសន្ទាប់ទៅលើប៉ាសាបាទមានពួរ បាទដូច្នេះសម្រាប់គូអន្តរជាតិរបស់យើងបាទគឺពេជ្រសម្បត្តិធ្វើបានល្អមែនទែនបាទសម្រាប់ទឹកទី បាទពេញចិត្តទេបងប្អូនក្របីព្រៃប្រកួតនៅក្នុងថ្ងៃនេះសូមសំឡេងម្ដងទៀតដល់ក្របីព្រៃបងប្អូនបាទទោះបីជាគូប្រកួតរបស់ខ្លួនបាទមានកម្ពស់ខ្ពស់យ៉ាងណាក៏ដោយក៏អាចតស៊ូបានឥឡូវនេះខ្ញុំបាទសូមប្រកាសលទ្ធផលជាផ្លូវការអញ្ញាកណ្ដាលបានបញ្ឈប់ការប្រកួតនៅក្នុងទឹកទី2ជ័យជំនះបានទៅលើក្របីព្រៃបាទសម្បត្តិបាទខ្ញុំបាទមានកិត្តិយសសូមគោរពអញ្ជើញអ្នកអង្គការលៀងពៅអគ្គនាយកក្រុមហ៊ុនស៊ីម៉ង់អ៊ីនស៊ីបាទអមដំណើរដោយលោកគង់វិសាលប្រធានរៀបចំ